ជាបឋមនាងខ្ញុំសូមគោរពលោកជំទាវអុកញ៉ាចាងសុកគឹមតំណាងលោកជំទាវអុកញ៉ាកៅមុំប្រធានសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជាលោកជំទាវថេសុខាអគ្គលេខាធិការនៃសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជាអាដាមលោកជំទាវអ្នកអុកញ៉ាលោកអុកញ៉ាលោកស្រីនិងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិទាំងអស់ដែលមានវត្តមាននៅទីនេះជាទីគោរពរាប់អានតាំងនាមឲ្យថ្នាក់ដឹកនាំនិងក្រុមការងាររបស់បារាយ Global Management ទាំងអស់នាងខ្ញុំមានសេចក្តីសោមនស្សរីករាយនិងសូមសម្ដែងនៅការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះវត្តមានរបស់អាដាមលោកជំទាវអ្នកអុកញ៉ាលោកអុកញ៉ាលោកស្រីនិងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិទាំងអស់ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកដើម្បីចូលរួមក្នុងកម្មវិធីវេទិកាធុរកិច្ចក្រោមប្រធានបទឱកាសសម្រាប់កិច្ចសហប្រតិបត្តិការទូទាំងសកលលោកដែលរៀបចំឡើងដោយក្រុមហ៊ុនបារាយ Global Management នាព្រឹកនេះការផ្ដួចផ្ដើមបង្កើតក្រុមហ៊ុនបារាយ Global Management ក្នុងតំបន់សួនបណ្ដុំសហគ្រាសធុនតូចនិងមធ្យម SME Cluster 4.0 ស្ដែងចេញអំពីគោលបំណងក្នុងការគៀងគរប្រមូលផ្ដុំការវិនិយោគដែលបង្កើតបានទៅជា Ecosystem វិស័យសិប្បកម្មស្របតាមស្តង់ដារឧស្សាហកម្មការបង្កើនច្រវាក់ផលិតកម្មការកែច្នៃផលិតផលកសិកម្មក្នុងស្រុកតាមរយៈការលើកកម្ពស់ស្តង់ដារផលិតផលហាឡាល់ការគាំពារហិរញ្ញវត្ថុការជំរុញការនាំចេញទៅក្រៅប្រទេសនិងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសគួរបញ្ជាក់ផងដែរតំបន់សួនបណ្ដុំឧស្សាហកម្មសហគ្រាសធុនតូចនិងមធ្យម SME Cluster 4.0 គឺជាកន្លែងចាប់ផ្ដើមអនុវត្តបេសកកម្មដោយប្រមូលផ្ដុំអ្នកច្នៃប្រឌិតកែច្នៃផលិតផលកសិកម្មដែលមានសក្តានុពលនៅតាមបណ្ដាខេត្តនានាទូទាំងព្រះរាជាណាចក្រកម្ពុជាបង្កើតទៅជាប្រព័ន្ធ Ecosystem ឲ្យមកបោះទីតាំងរោងចក្រឧស្សាហកម្មនៅក្នុងខេត្តកណ្ដាលនេះលើសពីនេះទៅទៀតក៏ផ្ដោតចម្បងទៅលើការវិនិយោគក្រោមក្របខ័ណ្ឌអនុគណៈកម្មាការធិការវិនិយោគខេត្តកណ្ដាលផងដែរអង្គពិធីទាំងមូលជាទីមេត្រីក្នុងរយៈពេលជាង2ទសវត្សរ៍ចុងក្រោយនេះប្រាំចេញពីនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ដល់ឲ្យប្រទេសជាតិនិងប្រជាជនកម្ពុជានៅមូលដ្ឋានគ្រឹះដ៏រឹងមាំសុខសន្តិភាពឯកភាពជាតិនិងឯកភាពទឹកដីដែលកត្តាទាំង3នេះគឺជាបូរេលក្ខខណ្ឌផ្ដល់ឲ្យកម្ពុជាដើម្បីធ្វើការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យនិងមានឈ្មោះបោះសម្លេងលើឆាកអន្តរជាតិព្រមទាំងស្មើមុខស្មើមាត់ជាមួយប្រទេសនានាក្នុងតំបន់និងពិភពលោកលើពីនេះទៅទៀតដើម្បីចូលរួមចំណែកសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយគតិបណ្ឌិតភាពប៉ិនប្រសប់និងឈ្លាសវៃមានចក្ខុវិស័យវែងឆ្ងាយនិងមហិច្ឆតាអភិវឌ្ឍប្រទេសជាតិឲ្យប្រែក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងប្រទេសដែលមានចំណូលខ្ពស់នៅត្រឹមឆ្នាំ2050ក្រុមហ៊ុនបារាយ Global Management បានដាក់ចេញនៅគោលដៅនិងសកម្មភាពអាទិភាពចំនួន5សម្រាប់ផែនការ5ឆ្នាំ2025-2029ដូចតទៅទី1ជំរុញពិពិធកម្មវិស័យនាំចេញផលិតផលពីកម្ពុជាទៅកាន់ទីផ្សារពិភពលោកទី2ជំរុញនិងបង្កើនឧស្សាហកម្មផលិតកម្មនិងកែច្នៃជួយដល់អាជីវកម្មធុនតូចនិងមធ្យមស្របតាមស្តង់ដារហាឡាល់និងច្បាប់អាជីវកម្មនៃព្រះរាជាណាចក្រកម្ពុជាទី3ពង្រឹងនិងពង្រីកដំណភ្ជាប់ទាំងក្នុងនិងក្រៅប្រទេសបណ្ដុំសហគ្រាសនិងវិនិយោគទុនទី4បង្កើននិងបង្កើតសក្តានុពលការងារធនធានមនុស្សឲ្យមានចំណេះនិងជំនាញរឹងនិងទន់ទី5អភិវឌ្ឍបច្ចេកវិទ្យាដើម្បីបង្កើនប្រសិទ្ធភាពនិងប្រសិទ្ធផលក្នុងការផលិតនិងផ្គត់ផ្គង់ទីផ្សារអង្គពិធីទាំងមូលជាទីមេត្រីប្រទេសកម្ពុជាមានការប្រកួតប្រជែងខ្ពស់និងដើរទៅមុខលឿនរហ័សទៅដោយការផ្លាស់ប្ដូរនិងភាពរីកចម្រើនខ្លាំងផ្នែកបច្ចេកវិទ្យាដូច្នេះយើងខ្ញុំក៏បានផ្ដើមរៀបចំវេទិកាធុរកិច្ចនេះឡើងដែលវេទិកាធុរកិច្ចឧស្សាហកម្មទំនើបកម្មជំនាន់ថ្មីមានបេសកកម្មយ៉ាងមុតស្រួចក្នុងការបង្កើនកិច្ចគាំទ្រដល់ម្ចាស់សិប្បកម្មក្នុងស្រុកតាមរយៈការលើកកម្ពស់ស្តង់ដារផលិតផលគាំពារហិរញ្ញវត្ថុនិងដំណភ្ជាប់ទៅកាន់ទីផ្សារអន្តរជាតិនិងទីផ្សារហាឡាល់ផងដែរ
លើពីនេះទៅទៀតគឺស្ដែងចេញអំពីគោលបំណងក្នុងការពង្រីកវិសាលភាពក្នុងការគៀងគរប្រមូលផ្ដុំការវិនិយោគនិងបង្កើតបានជាប្រព័ន្ធប្រតិបត្តិការវិស័យសិប្បកម្មស្របតាមស្តង់ដារឧស្សាហកម្មការបង្កើនច្រវាក់ផលិតកម្មនិងការកែច្នៃផលិតផលកសិកម្មក្នុងស្រុកការជំរុញការនាំចេញទៅក្រៅប្រទេសនិងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ដើម្បីឲ្យស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់អាដាមអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលលើទស្សនវិស័យក្នុងការអភិវឌ្ឍរយៈពេល5ឆ្នាំសម្រាប់ខេត្តកណ្ដាលនោះគឺប្រែក្លាយខេត្តកណ្ដាលជាខ្សែក្រវ៉ាត់គាំទ្រសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈឧស្សាហកម្មវិស័យដឹកជញ្ជូន Logistics ស្បៀងនិងលំនៅឋានតាមការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន BGM និងស្ថាប័នពាក់ព័ន្ធដទៃទៀតបាននឹងកំពុងកសាងពង្រីកនៅទំនាក់ទំនងជាតិនិងអន្តរជាតិជាបន្តបន្ទាប់ជាមួយគ្នានោះនាដើមឆ្នាំ2025ក្រុមហ៊ុនក៏មានរៀបចំកម្មវិធីវេទិកាធុរកិច្ចនិងការអញ្ជើញភ្ញៀវជាតិនិងអន្តរជាតិឲ្យមកបំពេញទស្សនកិច្ចផ្ទាល់នៅការិយាល័យតំបន់សួនបណ្ដុំឧស្សាហកម្មសហគ្រាសធុនតូចនិងមធ្យម SME Cluster 4.0 ស្ថិតនៅក្រុងតាខ្មៅខេត្តកណ្ដាលមានជាបន្តបន្ទាប់រហូតមកក្នុងរយៈពេលកន្លងមកក្រុមហ៊ុនបានខិតខំធ្វើសកម្មភាពយ៉ាងសកម្មដើម្បីជំរុញការអភិវឌ្ឍសហគ្រាសតូចនិងមធ្យមតាមរយៈវេទិកាធុរកិច្ច3លើកការចូលរួមសន្និសីទនិងកិច្ចប្រជុំជាមួយដៃគូជាតិអន្តរជាតិជាច្រើនដែលមានការចូលរួមពីម្ចាស់សហគ្រាសអ្នកផលិតនិងអង្គភាពរដ្ឋចំនួនប្រមាណ400រូបសកម្មភាពទាំងនេះមានគោលបំណងចម្បងក្នុងការផ្សព្វផ្សាយឱកាសទីផ្សារអន្តរជាតិបង្កើនសមត្ថភាពផលិតកម្មឆ្ពោះទៅឧស្សាហកម្ម 4.0 និងបង្កើតបណ្ដាញសហប្រតិបត្តិការជាមួយក្រុមហ៊ុនអន្តរជាតិពីជាង10ប្រទេសក្នុងតំបន់អាស៊ាននិងក្នុងតំបន់និងក្រៅតំបន់អាស៊ានព្រមទាំងប្រទេសក្នុងតំបន់បច្ឆិមបូព៌ានិងសហភាពអឺរ៉ុបដើម្បីជំរុញការនាំចេញការវិនិយោគនិងការផលិតក្នុងស្រុកឲ្យស្របតាមស្តង់ដារអន្តរជាតិជាលទ្ធផលបន្ទាប់ពីវេទិកាធុរកិច្ចយើងមានសហគ្រាសដែលបានចុះអនុសារណៈចំនួន25ក្នុងនោះមានសហគ្រាសក្នុងស្រុកចំនួន19អន្តរជាតិចំនួន6មានការិយាល័យតាំងបង្ហាញផលិតផលនិងបន្ទប់អធិដ្ឋានចំនួន2បន្ទប់ថ្ងៃនេះក៏មានការចុះអនុសារណៈបន្ថែមចំនួន9ក្នុងស្រុកចំនួន4និងអន្តរជាតិចំនួន5ជំហានបន្ទាប់ក្រុមហ៊ុននឹងជំរុញបន្ថែមឲ្យមានសកម្មភាពផលិតកម្មនៅក្នុងសួនបណ្ដុំឧស្សាហកម្មធុនតូចនិងមធ្យមនេះរួមទាំងជំរុញការបើកទីផ្សារក្នុងស្រុកនិងអន្តរជាតិជាពិសេសទីក្រុងឌូបៃប្រទេសអេមីរ៉ាតអារ៉ាប់រួមទាំងទីផ្សារ Digital E-commerce ផងដែរទិសដៅក្នុងនាមជាដៃគូសហការជាមួយក្រុមហ៊ុន World Bridge Industrial Development និង Halal Park Cambodia ក្រុមហ៊ុន BGM កំពុងបន្តកសាងនិងពង្រឹងទំនាក់ទំនងទាំងក្នុងនិងអន្តរជាតិសម្រាប់គោលបំណងជំរុញការអភិវឌ្ឍអាជីវកម្មនៅកម្ពុជាតាមរយៈការជួយជ្រោមជ្រែងពីអាយដាមដឹមបូរ៉ាអភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាលក្រុមហ៊ុនយើងខ្ញុំបានធ្វើការភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការថ្មីមួយទៀតជាមួយក្រុមហ៊ុន Messi Monchain ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកមានទីស្នាក់ការនៅទីក្រុងមួយនិចប្រទេសអាល្លឺម៉ង់និងសាខាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅសង្ហបុរីនិងក្រុមហ៊ុន Global Care Info មានទីស្នាក់ការនៅខេត្តហ្វូជៀនប្រទេសចិននិងទីក្រុងឌូបៃប្រទេសអេមីរ៉ាតអារ៉ាប់រួមដើម្បីគៀងគរប្រមូលផ្ដុំអ្នកវិនិយោគអ្នកអភិវឌ្ឍដែលបង្កើតបានជាប្រព័ន្ធប្រតិបត្តិការវិស័យសិប្បកម្មស្របតាមស្តង់ដារឧស្សាហកម្មការបង្កើនច្រវាក់ផលិតកម្មការកែច្នៃផលិតផលកសិកម្មក្នុងស្រុកការជំរុញការនាំចេញទៅក្រៅប្រទេសនិងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់បន្ថែមពីនេះទៅទៀតក្រុមហ៊ុន BGM កំពុងពង្រីកទំនាក់ទំនងសហប្រតិបត្តិការជាមួយក្រុមហ៊ុន Sachirat Defense Cambodia មកពីសាធារណរដ្ឋប្រជាមានិតចិនក្នុងការអភិវឌ្ឍគម្រោងសួនឧស្សាហកម្ម C01 ក្រសួងការពារជាតិដែលស្របតាមគោលនយោបាយជាតិយុទ្ធសាស្ត្របញ្ចកោណដើម្បីផ្សព្វផ្សាយក្នុងការជំរុញការវិនិយោគការអភិវឌ្ឍនិងការផ្លាស់ប្ដូរបច្ចេកវិទ្យាក្នុងវិស័យឧស្សាហកម្មនិងការពារជាតិកិច្ចសហប្រតិបត្តិការទាំងនេះមានគោលបំណងចម្បងក្នុងការជួយស្ថាបនាដំណើរការអភិវឌ្ឍសហគ្រាសក្នុងស្រុក
ឲ្យមានសមត្ថភាពរឹងមាំប្រកបដោយចីរភាពនិងអាចប្រកួតប្រជែងបានលើទីផ្សារអន្តរជាតិជាបន្តបន្ទាប់ក៏ធ្វើឲ្យប្រទេសកម្ពុជាជាច្រកចូល Gateway ដែលមានសក្តានុពលវិនិយោគទុនបរទេសវិនិយោគក្នុងវិស័យផលិតនិងកែច្នៃនិងវិស័យផ្សេងទៀតរួមទាំងបង្កើតឱកាសការងារថ្មីៗជូនដល់ប្រជាពលរដ្ឋជាពិសេសប្រមូលផ្ដុំអ្នកពាក់ព័ន្ធនឹងការវិនិយោគទាំងអស់ឲ្យមកនៅកន្លែងតែមួយក្នុងគោលបំណងជួយឲ្យអ្នកវិនិយោគបរទេសងាយស្រួលប្រស្រ័យតាក់ទងនិងសម្រេចចិត្តក្នុងការវិនិយោគស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាថ្មីនេះគឺគោលនយោបាយគោះទ្វារវិនិយោគអង្គពិធីទាំងមូលជាទីមេត្រីជាថ្មីម្ដងទៀតនាងខ្ញុំតំណាងឲ្យថ្នាក់ដឹកនាំនិងក្រុមការងារគ្រប់លំដាប់ថ្នាក់របស់ក្រុមហ៊ុន Barai Global Management សូមថ្លែងអំណរគុណនិងអរគុណជូនចំពោះលោកជំទាវអុកញ៉ាចាងសុកគឹមតំណាងលោកជំទាវអុកញ៉ាកៅមុំប្រធានសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជាលោកជំទាវថេសុខាអគ្គលេខាធិការនិងសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជាអាដាមលោកជំទាវអ្នកអុកញ៉ាលោកអុកញ៉ាលោកស្រីនិងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិទាំងអស់ដែលបានវិនិយោគពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងកម្មវិធីធុរកិច្ចនៅថ្ងៃនេះនាងខ្ញុំសូមប្រសិទ្ធពរជ័យមហាប្រសើរជូនចំពោះលោកជំទាវលោកអាដាមលោកជំទាវអ្នកអុកញ៉ាលោកអុកញ៉ាលោកស្រីនិងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិសូមប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយសូមអរគុណ